តើផ្ទះបេតុងដ៏រឹងមាំមួយពិតជាអាចសាងសង់រួចរាល់ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍មែនឬទេនៅក្នុងប្រទេសដូចជាកូរ៉េខាងត្បូងចម្លើយគឺពិតមែនហើយអាថ៌កំបាំងនោះគឺការសាងសង់ប្រើគ្រឿងបង្គុំបេតុងធ្វើទុករួចស្រាប់ហៅថា precast construction ជំនួសឲ្យការសាងសង់គ្រប់យ៉ាងនៅការដ្ឋានផ្ទាល់ផ្នែកធំៗនៃផ្ទះត្រូវបានផលិតនៅក្នុងរោងចក្រជាមុនសិនកម្មកររៀបចំសម្ភារៈពុម្ពដៃសម្រាប់ជញ្ជាំងសសរនិងធ្នឹមរួចដាក់ដៃសរសៃពង្រឹងនៅខាងក្នុងបន្ទាប់មកបេតុងត្រូវបានចាក់ទុកឲ្យរឹងមាំហើយផ្នែកដែលរួចរាល់ត្រូវបានលើកចេញដោយម៉ាស៊ីននៅពេលដែលផ្នែកទាំងនោះរួចរាល់ពួកវានឹងត្រូវបានដឹកជញ្ជូនទៅកាន់ការដ្ឋានសំណង់ដំណើរការចាប់ផ្ដើមពីគ្រឹះស្រទាប់ការពារត្រូវបានរៀបចំបន្ទាប់មកគឺជើងតាងហៅថា footing block និងថ្នាំបេតុងដើម្បីបង្កើតជាមូលដ្ឋានគ្រឹះដីត្រូវបានចាក់បំពេញវាយឲ្យណែនរៀបចំស្រទាប់ការពារកម្ដៅនិងពង្រឹងដោយដៃសរសៃមុននឹងចាក់បេតុងបាតផ្ទាល់ដីបន្ទាប់មកទៀតគឺការរៀបចំគ្រោងបង្គំមេសសរបេតុងស្រាប់ឬហៅថា precast column ត្រូវបានលើកដាក់តាមទីតាំងនិងភ្ជាប់ទៅនឹងគ្រឹះថ្នាំទទឹងត្រូវបានភ្ជាប់គ្នាបង្កើតជាគ្រោងដ៏រឹងមាំសម្បីតែជណ្ដើរក៏ដំឡើងជាបំណែកដែលផលិតហើយស្រាប់បានដែរម្ដងមួយជាន់ផ្ទះត្រូវបានផ្គុំឡើងយ៉ាងឆាប់រហ័សដូចជាការដំឡើងផ្ទះមួយជាជាងការសាងសង់ថ្មីពីចំណុចសូន្យជាចុងក្រោយផ្នែកដំបូលត្រូវបានចាក់បេតុងហើយគ្រោងបង្គំមេក៏ត្រូវបានបញ្ចប់ការងាររៀបចំខាងក្នុងជាធម្មតាធ្វើឡើងនៅពេលក្រោយដែលមានក្រុមការងារផ្សេងចាត់ចែងដោយឡែកចុះហេតុអ្វីបានជាវាលឿនយ៉ាងនេះក៏ព្រោះតែការងារភាគច្រើន